សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Admin Pro ភ័ក្រវិលត្រឡប់មកជួបបងប្អូនម្ដងទៀតហើយមកម្ដងនេះអត់លំលដូចពីមុនទៀតទេគឺមកមែនតែនតែម្ដងអញ្ចឹងក៏មកខាតពេលទៅតាមដានសាច់រឿងថ្មីជាមួយនឹង Admin ទាំងអស់គ្នា Let's go ផ្ដើមសាច់រឿងដំបូងតួប្រុសរបស់យើងគាត់មានឈ្មោះថាឆៃគឺគាត់មិនមានការងារធ្វើនោះឡើយហើយគាត់ក៏បានមកធ្វើការនៅផ្ទះមួយដែលមុខតំណែងរបស់គាត់គឺជាអ្នកថែសួនហើយនិងអ្នកសម្អាតផ្ទះផងដែរខណៈពេលដែលឆៃកំពុងតែសម្អាតផ្ទះនោះស្រាប់តែកូនស្រីរបស់លោកតាកែគាត់ក៏បានចុះមកហើយគាត់ក៏បានឃើញឆៃហើយគាត់ពិតជាមិនសូវចូលចិត្តឆៃនោះឡើយពេលដែលនាងឃើញឆៃនាងក៏ស្រែកឲ្យឆៃថាហេតុអ្វីទើបបានជិះចូលផ្ទះគាត់បែបនេះឆៃក៏គាត់និយាយថាខ្ញុំមិនបានលួចចូលមកនោះទេគឺខ្ញុំជាបុគ្គលិកនៅក្នុងផ្ទះនេះតែនាងមិនដឹងមែនដែរឬទេខណៈពេលដែលអ្នកទាំងពីរកំពុងតែប្រកែកគ្នានោះស្រាប់តែលោកប៉ារបស់តួស្រីយើងគាត់ក៏បានចូលមកដល់ហើយគាត់ក៏សួរកូនស្រីគាត់ថាមានរឿងអីទើបបានជាលីឡាពេញផ្ទះបែបនេះតួស្រីរបស់យើងគាត់ក៏ប្រាប់ទៅលោកប៉ារបស់គាត់ថាគាត់គឺជាអ្នកថែសួនទេហេតុអ្វីទើបបានជាគាត់ហ៊ានចូលមកក្នុងផ្ទះនេះឆៃគាត់ក៏តបថាខ្ញុំមិនបានចេះតែចូលនោះទេគឺខ្ញុំបានទទួលបញ្ជាពីលោកម្ចាស់ទើបបានជាខ្ញុំហ៊ានចូលតួស្រីរបស់យើងគាត់មិនជឿនោះឡើយរួចគាត់ក៏សួរលោកប៉ារបស់គាត់ថាប៉ាពិតជាឲ្យអាម្នាក់នេះចូលមកក្នុងផ្ទះមែនដែរឬទេចំណែកប៉ារបស់តួស្រីគាត់ក៏និយាយប្រាប់ទៅកាន់តួស្រីថាប៉ាពិតជាឲ្យគាត់មកសម្អាតក្នុងផ្ទះនេះមែនគឺកូនមិនបាច់រករឿងគាត់នោះឡើយព្រោះនេះគឺជាវិជារបស់ប៉ានោះទេចំណែកតួស្រីពេលដែលឮបែបនេះគាត់មានអារម្មណ៍ថាធុញជាខ្លាំងរួចគាត់ក៏បានបូលីទៅកាន់តួប្រុសថាលោកមិនដឹងដែរទេថាខ្លួនរបស់លោកគឺពិតជាស្អុយខ្លាំងណាស់បើលោកចង់នៅធ្វើការផ្ទះនេះត្រូវតែរៀនចេះសម្អាតតែខ្លួនផងកុំឲ្យវាធំក្លិនស្អុយដូចជាខ្មោចងាប់បែបនេះចំណែកប៉ារបស់តួស្រីវិញពេលដែលឮកូនស្រីបូលីទៅកាន់ឆៃបែបនេះគាត់ក៏និយាយប្រាប់ទៅកាន់កូនស្រីរបស់គាត់ថាមិនបាច់គិតពីរឿងឆៃច្រើនពេកនោះទេនាំតែឲ្យកូនមិនសប្បាយចិត្តខ្លួនឯងទៅវិញទេតួស្រីពេលដែលឮលោកប៉ានាងនិយាយបែបនេះនាងក៏មិនខ្វល់នោះឡើយរួចនាងក៏សុំលុយលោកប៉ារបស់នាងដើម្បីដើរសោភីងចំណែកលោកប៉ារបស់តួស្រីវិញគឺគាត់ចិត្តខ្លាំងណាស់តួស្រីសុំតែបន្តិចបន្តួចសោះស្រាប់តែគាត់ឲ្យកាត ATM ដើម្បីយកទៅដើរចាយវាយនោះតែម្ដងធ្វើឲ្យកូនស្រីកំហុសរបស់គាត់គឺពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះលោកប៉ាឲ្យចាយវាយដោយសេរីបែបនេះរួចនាងក៏មិនចាំយូរនោះដែរនាងក៏ប្រញាប់ដើរចេញទៅក្រៅបាត់ទៅខណៈពេលដែលតួស្រីរបស់យើងគាត់បានដើរចេញទៅក្រៅយើងងាកមកមើលឆៃវិញចុះគាត់បានតាមមើលតួស្រីយើងជាខ្លាំងចំណែកប៉ារបស់តួស្រីពេលដែលឃើញឆៃតាមមើលកូនគាត់បែបនេះគឺគាត់មិនសប្បាយចិត្តនោះឡើយរួចគាត់ក៏សួរទៅកាន់ឆៃថាឯងមើលកូនស្រីយើងមិនដាក់ភ្នែកបែបនេះតើឯងមានបំណងអ្វីមែនទេចំណែកឆៃវិញពេលដែលឮតកែគាត់សួរបែបនេះគាត់ក៏បានឆ្លើយតបយ៉ាងលឿនថាគាត់មិនបានមានគោលបំណងអ្វីនោះឡើយគឺគាត់គ្រាន់តែសប្បាយចិត្តជំនួសកូនស្រីរបស់លោកតែប៉ុណ្ណោះព្រោះនាងត្រូវបានលោកម្ចាស់ឲ្យលុយនាងចាយពេញដៃបែបនេះចំណែកលោកប៉ារបស់តួស្រីក៏បានចាប់ករបស់តួប្រុសសង្កត់ទៅក្រោមតែម្ដងរួចគាត់ក៏និយាយថាឯងគួរស្មានថាយើងមិនដឹងឯងត្រូវចាំថាក្បាលឯងប្រៀបដូចជាទឹកនៅក្នុងធុងនេះចឹងចំណែកកូនស្រីរបស់យើងគឺនាងខ្ពស់ដូចជាផ្កាយឯងកុំចង់មករញ៉េរញ៉ៃជាមួយនឹងកូនស្រីយើងឲ្យសោះរួចគាត់ក៏បានដើរចេញបាត់ទៅទុកឲ្យតួប្រុសរបស់យើងដែលមានឈ្មោះរឆៃគាត់ឈរតូចចិត្តតែម្នាក់ឯងព្រោះគាត់មិននឹកស្មានថាជីវិតរបស់គាត់វេទនាដល់ថ្នាក់នេះសោះឡើយសាច់រឿងយើងក៏កាត់មកដល់ស្អែកឡើងតួស្រីរបស់យើងកំពុងតែលើកែវកាហ្វេដើម្បីយកមកញ៉ាំខណៈពេលដែលនាងបានញ៉ាំហើយគឺនាងពិតជាមួម៉ៅមែនទែនព្រោះកាហ្វេនេះគឺមិនត្រូវចិត្តនាងនោះឡើយរួចនាងក៏បានជំទាវហៅឆៃតែម្ដងឆៃពេលដែលឮគឺគេភ័យជាខ្លាំងរួចគេក៏បានរត់មករកតួស្រីរបស់យើងឆៃរបស់យើងក៏បានសួរទៅកាន់តួស្រីតែដែលនាងហៅខ្ញុំមានការអ្វីមែនដែរឬទេតួស្រីក៏សួរថាកាហ្វេនេះឯងជាអ្នកឆុងមែនដែរឬទេឆៃគាត់ក៏បានឆ្លើយថាពិតមែនហើយគឺខ្ញុំជាអ្នកឆុងកាហ្វេនេះឆៃគាត់កំពុងតែសប្បាយចិត្តហើយក៏គិតថាប្រហែលជាតួស្រីរបស់យើងចូលចិត្តកាហ្វេមួយកែវនេះហើយតួស្រីរបស់យើងគាត់ក៏បានដើរទៅជិតឆៃរួចនាងចាំយូរនោះឡើយនាងក៏យកកែវកាហ្វេនេះចាក់ទៅលើក្បាលឆៃតែម្ដង
តួឲ្យឆាយហួសចិត្តជាខ្លាំងមិននឹកស្មានថាតួស្រីម្នាក់នេះហ៊ានធ្វើរឿងបែបនេះទៅកាន់គាត់នោះឡើយឆៃគាត់ក៏បានសួរទៅកាន់តួស្រីហេតុអ្វីមកធ្វើបែបនេះចំពោះគាត់គឺគាត់បានឆុងកាហ្វេតាមដែលនាងប្រាប់ហើយហេតុអ្វីក៏មកធ្វើបែបនេះតួស្រីរបស់យើងពេលដែលឮឆៃនិយាយហេតុផលបែបនេះគឺធ្វើឲ្យនាងខឹងជាខ្លាំងរួចនាងក៏គំរាមថាឯងគ្រាន់តែជាកញ្ជះរបស់យើងសោះហ៊ានមកតមាត់ជាមួយនឹងយើងផងប្រយ័ត្នតែយើងប្រាប់ប៉ាយើងឲ្យដកក្បាលឯងចេញមិនមានការងារធ្វើទៅឆៃក៏គាត់និយាយហេតុផលបន្ថែមទៀតគាត់ក៏ថាទោះបីកាហ្វេនេះឆ្ងាញ់មិនឆ្ងាញ់ក៏អាចប្រាប់គាត់បានកុំមកធ្វើបែបនេះចំពោះគាត់តួស្រីពេលដែលឮឆៃតមាត់មិនដៃបែបនេះធ្វើនាងខឹងជាខ្លាំងរួចនាងក៏ប្រុងយកកែវទៅវាយក្បាលតួប្រុសទៅហើយតែសំណាងល្អក៏ស្រាប់តែលោកប៉ារបស់នាងបានចូលមកទាន់ប៉ារបស់តួស្រីគាត់ក៏សួរតួស្រីថានេះមានរឿងអីនឹងបានជារញ៉េរញ៉ៃម្លេះតួស្រីរបស់យើងគាត់ក៏មិនចាំយូរនោះឡើយគាត់ក៏បានរាយការណ៍ទៅប៉ារបស់គាត់ថាតួប្រុសរបស់យើងបានឆុងកាហ្វេឲ្យនាងតែមានរសជាតិដូចជាទឹកលាងចានអញ្ចឹងប៉ារបស់តួស្រីពេលដែលឮបែបនេះគាត់ក៏បានខឹងឆាយជាខ្លាំងថាហេតុអ្វីទើបបានជាហ៊ានធ្វើរឿងថោកទាបដាក់ទៅលើកូនស្រីគាត់បែបនេះចំណែកតួប្រុសគាត់ក៏ប្រកែកថាគាត់មិនបានធ្វើរឿងនេះនោះឡើយគឺគាត់ឆុងកាហ្វេតាមតែដូចរាល់ថ្ងៃនឹងឯងប៉ារបស់តួស្រីពេលដែលឮតួប្រុសយើងរ៉ាយរ៉ាប់បានក្បោះក្បាយបែបនេះគឺគាត់រៀងត្រជាក់ចិត្តបន្តិចរួចគាត់ក៏ឲ្យតួប្រុសទៅឆុងកាហ្វេមួយកែវទៀតដើម្បីឲ្យគាត់សាករសជាតិតែដូចជាកូនស្រីរបស់គាត់និយាយដែរឬទេខណៈពេលនោះដែរតួប្រុសរបស់យើងគឺគាត់សប្បាយចិត្តជាខ្លាំងគឺតកែរបស់គាត់ក៏បានកាន់ជើងគាត់ដែរចំណែកឆៃវិញក៏គាត់មិនចាំយូរនោះឡើយគាត់ក៏ប្រញាប់ទៅឆុងកាហ្វេឲ្យច្បាយរបស់គាត់មើលកែវតែម្ដងតែយើងមកក្រឡេកមើលឪពុករបស់តួស្រីចោះដូចជាគាត់មានគំនិតអ្វីដែលខូចខាល់ចឹងឆោយចាំមួយសន្ទុះតួប្រុសរបស់យើងគាត់ក៏បានឆុងកាហ្វេដោយឈ្ងុយឆ្ងាញ់តែម្ដងរួចគាត់ក៏បានយកមកឲ្យលោកតកែរបស់គាត់ហើយគាត់ក៏គិតថាលោកតកែរបស់គាត់គឺពិតជាចូលចិត្តកាហ្វេនេះខ្លាំងណាស់ប៉ារបស់តួស្រីគាត់ក៏បានទទួលកាហ្វេរបស់តួប្រុសរួចគាត់ក៏ឲ្យកូនស្រីរបស់គាត់អោនទៅរើសស្បែកជើងរបស់នាងមកដើម្បីឲ្យគាត់ហើយគាត់បែរជាយកស្បែកជើងនេះមកកូរកាហ្វេទៅវិញមិនដឹងថាគាត់កំពុងតែគិតណាអ្វីនោះឡើយធ្វើឲ្យតួប្រុសរបស់យើងគាត់ឆ្ងល់ជាខ្លាំងថាពីអ្នកឪពុកកូននេះកំពុងតែគិតអីមកលើគាត់ប៉ារបស់កូនស្រីបន្ទាប់ពីយកស្បែកជើងកូនស្រីរបស់គេយកមកកូរកាហ្វេរួចគេក៏បានឲ្យតួប្រុសផឹកកាហ្វេមួយកែវនេះធ្វើឲ្យតួប្រុសរបស់យើងគាត់ភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់មិននឹកស្មានថាថៅកែរបស់គាត់គិតអាក្រក់មកលើគាត់បែបនេះនោះឡើយថៅកែរបស់ឆៃគាត់ក៏បាននិយាយថែមទៀតថាឯងត្រូវតែផឹកកាហ្វេមួយកែវនេះអស់បើឯងផឹកមិនអស់នោះទេឯងមិនបាច់មកធ្វើការនៅផ្ទះយើងទៀតនោះឡើយហើយចំណែកប្រាក់ខែរបស់ឯងចិត្តមួយខែនេះក៏យើងមិនព្រមបើកឲ្យឯងដែរឯងគិតមើលទៅតើឯងផឹកឲ្យអស់ឬក៏យ៉ាងណាឆៃគឺគាត់គ្មានជំរឿននោះឡើយរួចគាត់ក៏សំពះសុំទោសចៅហ្វាយរបស់គាត់ថាកុំឲ្យបិឈប់គាត់អីព្រោះគាត់គ្មានអ្វីទីពឹងនោះឡើយចុងក្រោយតួប្រុសរបស់យើងគឺត្រូវតែហូបកាហ្វេមួយកែវនេះឲ្យអស់នឹងឯងឆៃក៏គាត់ខំប្រឹងហូបកាហ្វេមួយកែវនេះអស់ខណៈពេលដែលឪពុកនិងកូនពីរនាក់នេះវិញគឺគេបានសើចសប្បាយជាខ្លាំងព្រោះគេបានប្រមាថឆៃខ្លាំងបែបនេះពួកគេទាំងពីរនាក់នេះសើចសប្បាយទាំងមិនដឹងថាឆៃកំពុងតែគុំខួនពួកគេនោះឡើយគេមិនដឹងថាឆៃកំពុងតែរៀបគម្រោងសងសឹកឲ្យកូនទាំងពីរនាក់នោះទេសាច់រឿងយើងក៏កាត់មកដល់ហើយយប់ឡើងតួស្រីរបស់យើងគាត់កំពុងតែដេកលក់ស្កប់ស្កល់មែនទែនខណៈពេលនោះដែរតួប្រុសរបស់យើងដែលមានឈ្មោះថាឆៃគាត់ក៏បានបើកទ្វារមករួចឆៃក៏បិទទ្វារវិញរួចក៏ដើរចូលមកជិតតួស្រីរបស់យើងរួចឆៃគាត់ក៏និយាយទៅកាន់តួស្រីទាំងដែលតួស្រីកំពុងតែដេកលក់ឆៃក៏និយាយថាចូលចិត្តធ្វើបាបគេណាស់មែនទេយើងនឹងឲ្យកូនឯងពីរនាក់សងយើងវិញឲ្យអស់នៅក្នុងយុគនេះតួស្រីរបស់យើងគាត់ក៏បានភ្ញាក់ដឹងខ្លួនតែឆៃគាត់ក៏បានយករណាត់ដើម្បីមកទប់មាត់តួស្រីធ្វើឲ្យតួស្រីរបស់យើងគាត់បានសន្លប់ស្ដោកស្ដឹងបាត់ទៅហើយចំណែកតួប្រុសរបស់យើងដែលមានឈ្មោះថាឆៃវិញពេលដែលឃើញតួស្រីសន្លប់ស្ដោកស្ដឹងបែបនេះគឺគាត់រៀបចំតាមផែនការរបស់គាត់តែម្ដងគឺគាត់ចាប់ផ្ដើមវាយឡើងជាមួយនឹងតួស្រីរបស់យើងតែម្ដងសាច់រឿងយើងក៏កាត់មកដល់ព្រឹកឡើង
តួស្រីរបស់យើងគាត់ក៏បានភ្ញាក់ដឹងខ្លួនពេលដែលគាត់ក្រឡេកមើលមកស្នាមដៃគាត់ស្រាប់តែឃើញឆៃដេកជិតគាត់ធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងរួចគាត់ក៏ស្រែកផ្អើលពេញផ្ទះតែម្ដងពួកឲ្យលោកប៉ារបស់នាងបានរត់ចូលមកហើយពេលដែលលោកប៉ារបស់នាងបានរត់ចូលមកគឺគាត់ភ្ញាក់ផ្អើលជាខ្លាំងព្រោះគាត់មិននឹកស្មានថាឆៃហ៊ានធ្វើបែបនេះដាក់មកលើកូនស្រីរបស់គាត់នោះឡើយរួចគាត់ក៏បានរៀបចំនឹងប្តឹងប៉ូលីសតែឆៃគាត់ក៏បាននិយាយថាកុំប្តឹងប៉ូលីសអីទោះបីឲ្យគេធ្វើអ្វីក៏គេព្រមដែរប៉ារបស់តួស្រីគេក៏បានយល់ព្រមជាមួយតួប្រុសរួចប៉ារបស់តួស្រីគេក៏បាននឹកឃើញទរណកម្មមួយសម្រាប់ដាក់ទោសទៅកាន់តួប្រុសរបស់យើងឆៃពេលដែលឃើញលោកប៉ារបស់តួស្រីធ្វើមុខមើលបែបនេះធ្វើឲ្យគាត់ភ័យជាខ្លាំងរួចគាត់ក៏សួរថានេះលោកប្រងដាក់ទោសអ្វីមកលើខ្ញុំប៉ារបស់តួស្រីថាឯងមិនចាំបាច់សួរច្រើននោះទេបន្តិចទៀតឯងនឹងដឹងហើយរួចប៉ាតួស្រីក៏យកទឹកកន្លះដបមកធ្វើឲ្យតួប្រុសរបស់យើងឆ្ងល់ជាខ្លាំងថាទឹកនោះគឺជាទឹកអ្វីតាមពិតទៅទឹកនោះគឺជាទឹកអាស៊ីតរួចប៉ារបស់តួស្រីក៏យកទឹកអាស៊ីតនេះស្រោចដាក់លើអូនតូចរបស់តួប្រុសតែម្ដងធ្វើឲ្យតួប្រុសរបស់យើងគាត់ក្រហល់ក្រហាយឈឺផ្សាជាខ្លាំងព្រោះគាត់មិននឹកស្មានថាតាកាចាស់នេះគាត់ចេះរកនឹកវិធីអ្វីដែលសាហាវព្រៃផ្សៃបែបនេះនោះឡើយខណៈពេលដែលលោកប៉ារបស់តួស្រីកំពុងតែធ្វើទរណកម្មទៅកាន់តួប្រុសតួស្រីរបស់យើងគាត់ក៏បានឃើញរួចគាត់ក៏ភ័យណាស់ដែរព្រោះគាត់មិននឹកស្មានថាលោកប៉ារបស់គាត់ហ៊ានធ្វើរឿងបែបនេះនោះឡើយខណៈពេលដែលកំពុងតែឈឺផ្សាតួប្រុសរបស់យើងគឺគាត់ក៏មិនពិបាកចិត្តអ្វីច្រើននោះដែរប្រហែលជាគាត់មានគម្រោងអ្វីដែលល្អជាងនេះមួយខែកន្លងផុតទៅតួស្រីរបស់យើងគាត់ក៏បានកំពុងតែក្អួតចង្អោរធ្វើឲ្យគាត់ភ្ញាក់ផ្អើលជាខ្លាំងថាគាត់មានអាការៈអ្វីឲ្យប្រកបទៅរួចប៉ារបស់នាងក៏បានចូលមកដល់រួចគាត់ក៏សួរថានេះកូនមានជំងឺអ្វីហើយពិតប្រាកដតោះទៅពេទ្យជាមួយប៉ាមកដល់មន្ទីរពេទ្យប៉ារបស់តួស្រីគាត់ក៏បានសួរទៅកាន់អ្នកគ្រូពេទ្យថាតើកូនស្រីរបស់ខ្ញុំមានជំងឺអ្វីឲ្យពិតប្រាកដទៅតើអ្នកគ្រូអាចប្រាប់ខ្ញុំពេលនេះបានដែរឬទេចំណែកអ្នកគ្រូពេទ្យវិញគាត់ក៏បានអេះអន់ជាខ្លាំងគឺគាត់មិនចង់ហ៊ានប្រាប់ឪពុកកូនទាំងពីរនាក់នោះឡើយតែចុងក្រោយគាត់ក៏បានសម្រេចចិត្តប្រាប់គាត់ក៏បានប្រាប់ថាកូនស្រីរបស់លោកគឺបានផ្ទុកមេរោគអេដសពីអ្នកឪពុកកូនពេលដែលឮតួស្រីមានផ្ទុកមេរោគអេដសបែបនេះគឺគាត់ទទួលយកមិនបាននោះឡើយពីអ្នកឪពុកកូនមើលមុខគ្នាទាំងមិនអស់ចិត្តនោះទេសួរអ្នកគ្រូពេទ្យសួរហើយសួរទៀតក៏អ្នកគ្រូពេទ្យនៅតែឆ្លើយថាកូនស្រីរបស់លោកគឺមានផ្ទុកមេរោគអេដសហើយធ្វើឲ្យពីអ្នកឪកូននេះពិបាកចិត្តជាខ្លាំងហើយសាច់រឿងយើងក៏បានបញ្ចប់តែត្រឹមនេះឯងតែយើងមកនិយាយរឿងតួប្រុសវិញមូលហេតុដែលគាត់មិនមានការងារធ្វើនោះគឺមកពីគាត់មានផ្ទុកមេរោគអេដសនឹងឯងទើបបានជាកន្លែងណាក៏គេមិនយកគាត់ដែរអរគុណបងប្អូនដែលបានទស្សនាសូមកុំភ្លេចជួយចុច Subscribe និងសញ្ញាកណ្ដឹងទាំងអស់គ្នាដើម្បីទទួលបានវីដេអូថ្មីៗរបស់ Admin Pro អូខេបាយបាយ